ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរមានធនធានក្រាន់បើគាត់មានកូនប្រុស4នាក់មានអាយុគ្រប់កាលទាំងអស់ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅគាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេនៅជាមួយនឹងកូនប្រុសអស់1ឆ្នាំមានការលំបាកដោយខ្វះស្រីមីផ្ទះជាអ្នកចម្អិនអាហារនិងជួយមើលថែទាំរបស់ទ្រព្យកំពេចកំពុកទុនផ្ទះគាត់ក៏រៀបការប្រពន្ធឲ្យកូនច្បងហើយយកកូនប្រសារស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែកឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅលក់រំលង1ឆ្នាំក្រោយមកទៀតគាត់រកប្រពន្ធឲ្យកូនទី2ចែកទ្រព្យមួយចំណែកឲ្យដូចគ្នាតមកគាត់រៀបការកូនទី3ចែកទ្រព្យមួយចំណែកឲ្យទៀតលុះដល់ឆ្នាំជាគម្រប់4ក៏រៀបការឲ្យកូនទី4ចែកទ្រព្យមួយចំណែកទៀតដែរនៅសល់តែផ្ទះមួយខ្នងពុំបានចែកគាត់ទុកនៅចង្អុះគ្នាដែលគាត់ចែកទ្រព្យរបស់ឲ្យអស់រលីងពីខ្លួនដូច្នេះមកពីគិតថាឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ីចិញ្ចឹមវិញរហូតដល់ស្លាប់ប៉ុន្តែគំនិតគាត់គិតនេះខុសស្រឡះកាលដែលគាត់នៅជាមួយកូនប្រុស4នាក់កូនទាំងនោះស្រឡាញ់បងប្អូនណាស់ពុំដែលបែកចិត្តគំនិតពីឪពុកនិងបងប្អូនឡើយលុះបានប្រពន្ធមកវិញខ្លួនហើយក៏បែកចិត្តគំនិតផ្សេងពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្គៀបរមាស់បន្តិចទាស់នេះបន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើតទៅរកសង់ផ្ទះនៅទីតីពីគ្នាទាំងអស់ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថាកាលកូនទាំង4នាក់ទើបនឹងចុះចេញពីផ្ទះឪពុកទៅថ្មីនៅហុចបាយហុចចំណីតុឪពុកបន្តិចបន្តួចរាល់ថ្ងៃលុះមានកូនខ្ចីគ្រប់គ្នាជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅនឹងអាចមានកូនខ្ចីផងក៏បង្អង់ជូនបាយទឹកឪពុកខ្មែកដោយមេខ្លះគិតថាប្រហែលបងអេណោះគេឲ្យហើយមេខ្លះគិតថាបងអេណោះគេឲ្យហើយកូនប្រសានាំគ្នាគិតដូចនេះតែរៀងខ្លួនយូរថ្ងៃទៅតានោះអត់បាយមួយពេលក៏មានមួយពេលក៏មានផងវេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះបានស្ដីបន្ទោសប្រពន្ធនាងភរិយាខ្លះដោះសារថាកូនឈឺខ្លះថាខ្លួនពុំនៅជាប់រវល់ទៅជួយញាតិជិតខាងស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណាប្តីតាមវាទាំងអស់ចំណែកតាពុះម៉ាយអត់បាយគ្មានសម្ពត់អាវស្លៀកពាក់ដល់ថ្នាក់ដានសុំទានគេបរិភោគរងទុកវេទនាពុនពេកនឹងលក់ផ្ទះចាស់ពុំបានថ្លៃប៉ុន្មានផងហើយគ្មានជ្រកនៅផងកាលនោះមានបុរសម្នាក់នៅកំឡោះមានចិត្តសប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើនផ្ទៅនៅភូមិចិត្តគ្នាដើរមកឃើញតានោះវេទនាដូច្នោះមានចិត្តអាណិតក្រៃពេកក៏សាកសួរថាលោកតាខ្ញុំធ្លាប់ឃើញលោកតាពីដើមជាអ្នកមានគ្រាន់បើឪពុកម្ដាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរម្ដេចក៏ឲ្យលោកតាវេទនាខ្លាំងម្ល៉េះលោកតាក្រៃលោកតាមានកូនប្រុសប្រុសដល់ទៅ4នាក់ដែរឬម្ដេចក៏កូននោះវាមើលបង្ណាំមិនថែទាំលោកតាសោះក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរឬម្ដេចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគប្រើប្រាស់តាចាស់ប្រាប់ទៅវិញថាអូណោះលោកចៅហើយលៀកបាំងអីពីដើមតាមានទ្រព្យគ្រាន់បើពិតណែនប៉ុន្តែតាអាណិតស្រឡាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងទៅគិតថាឲ្យវាចិញ្ចឹមតាវិញឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀតវាឃើញឯងអស់ទ្រព្យរលីងពីខ្លួនវាឥតនឹកអ្នកណារកតាសោះវាតាមតែប្រពន្ធវាទៀងទៅចូលរុនក្តាមក៏វាចូលដែរខ្លួនតាសពថ្ងៃឈឺផងនៅតែម្នាក់ឯងម៉ងវេទនាជាទីបំផុតដេកសម្រក់ទឹកភ្នែកជោកខ្នើយអស់ទៅហើយបាយព្រឹកជាបាយល្ងាចជួនកាលអត់មួយពេលក៏មាននឹងធัวការរកស៊ីអ្វីក៏មិនកើតពីប្រកចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយដោយលោកចៅឃើញស្រាប់ហើយតាដេកចាំតែដនថ្ងៃស្លាប់ទេលោកចៅកំឡោះលាន់មាត់ថាយីកូនតាមានចិត្តអាក្រក់ដល់ម្លឹងណោះបើអីចឹងលោកតាកុំភ័យមានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសុបាយចិត្តវិញដូចពីដៅលោកតាធ្វើតាមខ្ញុំឲ្យលោកតារកពាំងមានមាត់តូចល្មមជក់អាចនឹងនោមឲ្យពេញហើយរកកំណាត់សម្ពុតរុំបិទមាត់ឲ្យជិតជីកប់នឹងដីជិតជើងសសរទ្រង់ផ្ទះហើយបើមានអ្នកណាដែរមកឲ្យលោកតានិយាយប្រាប់គេថាខ្ញុំនៅសល់កំណប់ប្រាក់មាសមួយពាំងកប់ទុកពុំទាន់ចែកឲ្យកូនណាឡើយទេចាំមើលកូនណាចិត្តបានដឹងគុណបើខ្ញុំចិត្តស្លាប់ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះលោកតានិយាយប្រាប់មនុស្សដែលជួបកំខាន
ក្នុងរវាងប៉ុន្មានថ្ងៃខែខាងមុខនេះកុំឲ្យលោកតាដើរសុំទានគេទៀតចាំខ្ញុំយកបាយទឹកមកជូនពិសាកុំព្រួយតាចាស់ក៏តាំងធ្វើតាមចៃចិត្តស័កបរោះទាំងអស់លុះបានប្រហែល5ថ្ងៃសម្ដីតានោះបានដឹងដល់កូនប្រុសនិងកូនប្រសារទាំង8នាក់វាមានចិត្តលោភលន់ចង់បានកំណប់តែរៀងខ្លួនក៏នាំគ្នាយកបាយទឹកនំចំណីផ្លែឈើទុំខ្ចីគ្រប់មុខនិងខោអាវក្រមាមកផ្គប់ផ្គុនជូនតាឪពុករៀងរាល់ថ្ងៃពុំមានខ្វះថ្ងៃណាមួយឡើយតាចាស់បានសះជារោគមានសាច់ឈាមស្រស់បោះមានកម្លាំងពលំសុខកាយសម្បែកចិត្តតាំងពីថ្ងៃនោះមករហូតដល់អស់អាយុលុះតាស្លាប់ហើយកូនក៏នាំគ្នាធ្វើបុណ្យអធិអធមតាមទំនៀមរួចស្រេចកូនទាំង4នាក់និងកូនប្រសាគិតនាំគ្នាគឿពាងកំណប់ចែកគ្នាប៉ុន្តែក្រែងចែកមិនស្មើភាកនាំឆ្លក់ប្រកែកគ្នាក៏ទៅរកគ្រូថ្មម្នាក់ឲ្យជួយចែកលោកគ្រូនោះទទួលព្រមប៉ុន្តែគាត់ឮថាកំណប់មៀតប្រាស់ច្រើនតទៅមួយពាងគាត់ចង់បានមួយចំណែកដែរហើយគាត់គិតក្នុងចិត្តថាគាត់ធ្វើមួយមិត្តចំណែកត្រូវបានច្រើនជាងកូនចំណែកផងគាត់ក៏ដើររូតលឺមកដល់ផ្ទះកំណប់ភ្លាមតាំងយកប្អូនធំមួយមករុំជូតក្បាលធំតើងមើងធ្វើឲ្យខោងកំដាលដូចគេទូលជើងឆ្នាំងផ្ងាក៏តាំងអង្គុយពេនប្រែនលើដីរៀបរលីងថ្មិចភ្នែកសង្រួមស្មារតីឈួរមកត្រង់ចុតទិកាតហើយគាត់ប្រាប់កូនទាំង4នាក់ឲ្យទៅកៅយកពាងកំណប់មកប៉ុន្តែគាត់ហាមថាកុំអោតស្រ័យមាត់ពាងក្រែងខូត្រនំចាំគាត់បង្កប់សិនលុះយកពាងមកដល់ហើយគាត់ឲ្យកូនទាំង4ឈរគ្រប់ទិសទាំង4ថ្មិចភ្នែកយកដៃទាំងអស់គ្នាចាប់លើកពាងត្រូស្ទួយបទូលលើក្បាលហើយសឹមស្រ័យចងត់មាត់ពាងនាំគ្នាផ្អៀងមាត់ស្រោចកំណប់មកលើក្បាលគាត់បើកំណប់ជ្រុះទៅទិសណាប៉ុន្មានត្រូវបានទៅអ្នកឈរកំណត់ទិសនោះបើកំណប់ណានៅសល់តើងលើឆ្នោតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់កូនទាំង4នាក់ក៏ចាប់ធ្វើតាមបង្កប់លោកគ្រូមិនហ៊ានឲ្យលោអៀងភរិយាទាំង4នាក់ឈរកាន់កញ្ច្រែរៀងខ្លួនចាំកាបក្នុងពេលដែលចែកកំណប់នោះមានអ្នកស្រុកចិត្តខាងទៅចាំមើលផងមីមុតតែគេលើកពាងបិទទូលរួចស្រ័យមាត់ពាងផ្អៀងចាក់ឈូមកលើខំខួងកំដៅក្បាលមុនត្រហូររោមពេញកំពុងហើយខ្ចាត់បាច់សាចិនទៅគ្រប់ទិសប្រឡាក់ប្រលោពាក់ពេញមុខមាត់និងសម្ពុតអាយរហូតដល់នាងប្រពន្ធទាំង4នាក់ទៀតលោកគ្រូបានចំណែកច្រើនជាងគេធំក្លិនខ្មោះថាមិនត្រូវគេឃើញលោកគ្រូស្រមៅបាត់មុខមាត់រូបរាងអស់ខំក្រោកឡើងសោះគ្រក់គ្មានអស់បរិស័ទដែលឈរចាំមើលពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចិនប្រដេញកញ្ញាទៅផ្ទះរៀងខ្លួនទើបលោកគ្រូស្រែកជេរកែសំនួនតូកូនទាំង4នាក់និងកូនប្រសាថាខ្មោចមេដែងអាដែងទាំងអស់គ្នានេះអាមេអស់នេះបានធ្វើបាបខ្មោចឪពុកវាច្រើនណាស់មើលទៅបានជាកំណប់មាសប្រាក់អន្តរាយคล้ายទៅជាអាចនំប្រឡាក់ខ្លួនអញអស់ដូច្នេះហើយខ្មោចអាផេះមេកំផេះអស់នេះខូចមែនលោកគ្រូនិងកូនសិស្សនាំគ្នារត់រហ័សលោតទម្លាក់ខ្លួនទៅក្នុងទន្លេប្រងខំត្រាំទឹកលាងបាបអស់មួយម៉ោងម្ញាក់មួយរយនាំគ្នាឡើងទៅលើផ្ទះរៀងខ្លួនបានសេចក្តីក្តៅក្រហាយស្ដាយក្រោយខ្មាស់គេតកូនតចៅ